តាមរយៈការឃើញនៅសកម្មភាពនៃការឈ្លានពានជាក់ស្ដែងនេះបាទក្រុមអ្នកអង្កេតការអន្តរកាលហៅកាត់ថា IoT នឹងអាចបាទវិតម្លៃក៏ដូចជាផ្ទៀងផ្ទាត់នៅចំណុចក៏ដូចជាលទ្ធផលផ្សេងដើម្បីដាក់ជូនទៅដល់បាទគេហៅថាថ្នាក់ដឹកនាំកម្ពុជាជាពិសេសគឺសហគមន៍អន្តរជាតិក្នុងការគេហៅថាពិនិត្យនិងវិតម្លៃបាទអំពីអ្វីដែលជាបាទឆន្ទៈរបស់កម្ពុជាហើយអ្វីដែលជាបាទគេហៅថាឆន្ទៈឈ្លានពានរបស់ភាគីបាទសៀមមកលើទឹកដីរបស់កម្ពុជារបស់យើងបាទអញ្ចឹងរយៈពេល8ម៉ោងនេះគឺប្រហែលប្រហែលជា5នាទីមុនបើខាងបាទក្រុមអ្នកអង្កេតការអន្តរកាល IoT បានមកដល់ហើយបាទដែលមានបាទបណ្ដាអនុព័ន្ធយោធាមកពីបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានរបស់យើងដែលដឹកនាំដោយអនុព័ន្ធយោធារបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាននៅក្នុងបាទឆ្នាំ2025នេះរួមជាមួយនឹងបាទតំណាងបាទអនុព័ន្ធយោធានៃបណ្ដាប្រទេសផ្សេងទៀតក៏បានចូលរួមដូចគ្នានៅក្នុងបាទការពិនិត្យក៏ដូចជាតាមដាននៅសកម្មភាពនានាដែលភាគីសៀមកំពុងតែបន្តរំលោភបំពានបាទឈ្លានពានមកលើទឹកដីរបស់កម្ពុជារបស់យើងខ្ញុំបាទសូមបញ្ជាក់ម្ដងទៀតទស្សនិកជនបាទរូបភាពដែលលោកអ្នកបានឃើញនេះគឺជាសកម្មភាពរបស់បាទក្រុមអ្នកសង្កេតការអន្តរកាល IoT ដែលបានឃើញផ្ទាល់នៅទីតាំងនេះហើយបាទបាទទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងឃើញថាអស់ប្រមាណរយៈពេលប្រហែលជា1ម៉ោងបន្ទាប់ពីកងទ័ពចម្រុះរបស់ថៃបានធ្វើសកម្មភាពឈូសឆាយឈ្លានពានមកលើដែនអធិបតេយ្យរបស់កម្ពុជាមកដល់ពេលនេះយើងសង្កេតឃើញថាក្រុមអ្នកសង្កេតការអន្តរកាលហៅកាត់ថា IoT គឺបានអញ្ជើញចុះមកដល់ទីតាំងនេះជាក់ស្ដែងហើយសូមជម្រាបជូនថាទីតាំងនេះកាលពីព្រឹកមិញក្រុមអ្នកសង្កេតការអន្តរកាល IoT ក៏បានអញ្ជើញចុះមកមើលម្ដងរួចមកហើយដែរបើតាមលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើការផ្សព្វផ្សាយកាលពីព្រឹកមិញដែលនៅក្នុងនេះយើងឃើញថាក្រុមអ្នកសង្កេតការអន្តរកាល IoT គឺបានពិនិត្យទីតាំងជាក់ស្ដែងនៅភូមិចំនួន2គឺនៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទឃុំអូ3ជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យដើម្បីសង្កេតការផ្ទៀងផ្ទាត់និងរាយការណ៍នៅស្ថានភាពព្រំដែនក្រោយបទឈប់បាញ់ចូលជាធរមានសូមគូបញ្ជាក់ដែរថាបើយោងតាមផែនការក្នុងរយៈពេលពេញមួយសប្តាហ៍នេះក្រុមអ្នកសង្កេតការអន្តរកាល IoT នឹងតាមដានសភាពការនិងចុះសង្កេតការជាប្រចាំនៅភូមិទាំងពីរខាងលើយើងឃើញថាទាំងអស់នេះគឺជាភស្តុតាងជាក់ស្ដែងដែលក្រុមអ្នកសង្កេតការអន្តរកាលនឹងរាយការណ៍ទៅកាន់ថ្នាក់ដឹកនាំរបស់ខ្លួនអំពីសកម្មភាពជាក់ស្ដែងដែលបានកើតមានឡើងនៅលើព្រំដែនរវាងកម្ពុជានិងថៃហើយសកម្មភាពទាំងអស់នេះគឺកើតឡើងនៅលើដែនអធិបតេយ្យរបស់កម្ពុជាបន្ទាប់ពីមានវត្តមានរបស់ក្រុមអ្នកសង្កេតការអន្តរកាល IoT យើងឃើញថាសកម្មភាពរបស់ភាគីថៃគឺបានផ្អាកបន្តិចគឺថាមិនដំណើរការគ្រឿងចក្របន្តទៅទៀតទេហាក់ដូចជាមានការខ្លាចរអានឹងក្រសែភ្នែកអ្នកសង្កេតការអន្តរកាល IoT ដូច្នេះនេះជាភស្តុតាងមួយយ៉ាងច្បាស់បញ្ជាក់ទៅកាន់ពិភពលោក